សង្គ្រាមកម្ពុជានៅ Pub Street ជុំវិញសប្បាយអស់ទាស់មនុស្សចូលរួមរាប់ម៉ឺននាក់និយាយទៅបងប្អូនបន្តិចទៀតណាថ្ងៃពិធីបុណ្យចូលឆ្នាំខ្មែរនៅខ្លាយទៅជា Worldwide ហើយខ្លាយទៅជាវប្បធម៌អាស៊ីដែលគ្រប់គ្នាសិតតែលេងទឹកហើយដោយសារតែបច្ចុប្បន្នមិនមែនតែប្រទេសខ្មែរទេដែលរៀបចំសង្គ្រាមលេងទឹកប៉ាតម្សៅពេលនេះម៉ោងនេះមានប្រទេសជាច្រើនដែលកំពុងតែលេងទឹកប៉ាតម្សៅដូចជាយើងដែរសូម្បីតែនៅប្រទេសចិនក៏គេចាប់ផ្ដើមលេងមានមនុស្សរាប់ម៉ឺននាក់ចូលរួមហើយបើកលេចមកកាន់ប្រទេសកម្ពុជាវិញមានការរៀបចំសង្គ្រាមគ្រប់ខេត្តក្រុងហើយបើនៅ Pub Street ខេត្តសៀមរាបមនុស្សច្រើនណាបងប្អូនអ្នកលក់ក៏សប្បាយចិត្តដោយសារគាត់លក់ដាច់ហើយឃើញថាស្រីស្អាតគាត់មានឆ្លៀតលក់ទាំងទឹកចាត់ទឹកលក់មួយច្រត់1000ចាមកពេញក៏ភ្លើងបាញ់ទឹក1000ហើយគាត់ឆ្លៀតលក់ម្សៅលក់អីចឹងទៅអូយឆ្លៀតមែនឆ្លៀតលក់ផងឆ្លៀតលេងផងហើយអ្នកលក់ទឹកលក់ដាច់ណាដោយសារក៏ភ្លើងបាញ់ទឹកក៏ត្រូវកាត់ទឹកគ្រប់ពេលវេលាទាំងអស់ហើយចូលលេងនៅ Pub Street ចេញមកវិញនឹងទៅដូចកូនឆ្មាធ្លាក់ទឹកហើយដោយសារសើមក៏សើមប្រឡាក់ម្សៅពេញខ្លួនហ្មងបងខាងនេះមិនមែនត្រឹមតែឆ្លៀតបាញ់ទឹកហើយឆ្លៀតកក់សក់ឆ្លៀតគក់ច្បាច់ឲ្យទៀតនៅ Pub Street រយៈពេល3ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរជាប់គ្នាហ្នឹងគឺមានតារាចម្រៀងល្បីមកចូលរួមទៀតខ្ញុំមកថ្ងៃនេះតាន់កញ្ញាតំច័ន្ទសីមាគាត់ច្រៀងព្រោះមែនតែនហើយក្រៅពីនោះក៏មានដូចជាលោកខេមរៈសេរីមុនលោកអុកញ៉ាព្រៀបសវັດលោកខាន់ជេមលោកខេមលោកជុំលីណូមានតារាចម្រៀងល្បីជាច្រើនទៀតចឹងទៅមានមនុស្សមកគាំទ្ររាប់ពាន់រាប់ម៉ឺនអ្នកហ្មងបងប្អូនជាពិសេសគេមានល្បែងប្រជាប្រិយលេងពេលរសៀលហើយពេលល្ងាចឡើងគឺគេមានចាក់ភ្លេង EDM មានលេងបាញ់ទឹកមានរាំលេងកំសាន្តហើយនឹងមាន concert តារាចម្រៀងល្បីចូលរួមអូយសប្បាយខ្លាំងអ្នកសៀមរាបអើយហើយមិនមែនមានតែភ្ញៀវខ្មែរដែលចូលរួមទេភ្ញៀវបរទេសក៏ចូលរួមលេងសប្បាយក្អាកក្អាយដែរនៅខាងក្រោមនិយាយពីថាចង្អៀតអត់ដឹងថាមនុស្សច្រើនប៉ុណ្ណាដឹងតែច្រើនដល់ពេលឡើងមកកន្លែងខ្ពស់មើលមិនដឹងថាអូយច្រើនខ្លាំងមែនហើយនេះគឺជាកន្លែងប្រគំតន្ត្រីរបស់ក្រុមហ៊ុនខ្មែរ Beverages ក្រុមហ៊ុនខ្មែរ Beverages ឆ្នាំនេះលេងមកអស់ដៃហ្មងបានបង្កើតកម្មវិធីដែលមានឈ្មោះថាសង្គ្រាមកម្ពុជាដែលបានធ្វើឡើងជាច្រើនខេត្តក្រុងហើយបើនៅសៀមរាបវិញគឺធ្វើនៅតំបន់ Pub Street ហើយគេអញ្ជើញសិតតែកម្ពុជាតារាចម្រៀងលំដាប់ប្រទេសមកចូលរួមកម្មវិធីសង្គ្រាមកម្ពុជាអត់ទាន់ចប់ទេនៅយប់ថ្ងៃទី16មកយប់ទៀតអញ្ចឹងកុំភ្លេចមកចូលរួមឲ្យបានច្រើនកកទាំងអស់គ្នាចូលរួមទេសនាដោយសេរីហើយក្រៅពីនោះក៏មានស្តង់ផលិតផលរបស់ក្រុមហ៊ុនខ្មែរ Beverages ហើយពេលមេឃតិចហើយគេលេងបាញ់ទឹកឡើងសើមចូលខ្លួនអញ្ចឹងបានដាក់ Cambodia Line មកដបនិយាយពីថាក្តៅងុំក្នុងពោះអាចលេងសប្បាយបន្តដល់យប់ជ្រៅទៀតហើយកន្លែងនេះខ្ញុំហួសចិត្តមែនតើកំពុងតែ selfie អើតមកពីណាខ្ញុំនឹងភ្ញាក់ព្រឺតហើយអើតមកប៉ះចំមកពេញកាមេរ៉ាយើងហ្មងនៅសៀមរាបមានទាំងបុរាណមានទាំងសម័យពេលថ្ងៃឡើងគឺបែបបុរាណយើងអាចទៅលេងតាមអង្គរគេរៀបចំអង្គរសង្គ្រាមសប្បាយបន្ទាប់ពីដើរលេងអង្គរសង្គ្រាមអស់ចិត្តហើយល្ងាចឡើងគេមកលេងនៅ Pub Street វិញម្ដងគឺនៅសង្គ្រាមកម្ពុជា Cambodia Line ឲ្យត្រៀមខ្លួនណាតមក Pub Street ដឹងតែទឹកជោគហើយថ្ងៃនេះខ្ញុំបានជួប fan ច្រើនមែនតើទាំងអ្នកនៅខេត្តសៀមរាបអ្នកមកពីភ្នំពេញនិងអ្នកមកពីតាមបណ្ដាខេត្តនានាអរគុណខ្លាំងដែលតែងតែគាំទ្រនាងខ្ញុំនាពេលកន្លងមកចូលរួមអបអរឆ្នាំថ្មីឆ្នាំ2025ជាមួយនឹងកម្មវិធីសង្គ្រាមកម្ពុជា Cambodia Line គាំទ្រអភិរក្សវប្បធម៌ខ្មែរល្បែងប្រជាប្រិយសិល្បៈតន្ត្រីរបាំព្រមទាំងមហាព្រឹត្តិការណ៍ធំសប្បាយជាច្រើនរីករាយឆ្នាំថ្មីសូមជូនពរបងប្អូនទាំងអស់គ្នាមានតែសេចក្តីសុខសេចក្តីចម្រើនមានតែរឿងល្អចូលមកពេញមួយឆ្នាំអរគុណបងប្អូនដែលចូលចិត្តវីដេអូរបស់នាងខ្ញុំជម្រាបលា